ជីវិតរបស់ខ្ញុំខ្លីៗពេញមួយឆ្នាំ2025នេះនេះគ្រាន់តែជា short summary ណាដកស្រង់ចេញមកបន្តិចទេហើយបើអ្នកទាំងគ្នាចង់មើលផ្នែកណារៀងលម្អិតអីចឹងខ្ញុំអាចនឹងចេញវីដេអូបន្ទាប់អាច comment នៅខាងក្រោមបានអញ្ចឹងណាប៉ុន្តែសម្រាប់តែគាត់ looking to watch only អ្នកជោគជ័យអីអញ្ចឹងណា this video is not for you ហើយសម្រាប់ហុងស៊ុយអីផ្សេងៗនោះនេះគឺថាឆ្នាំនេះខ្ញុំអត់មានឆុងអីទេគឺថាឆ្នាំហាក់ឆ្នាំល្អតែអីដែលខ្ញុំធ្វើក្នុងឆ្នាំ2025នេះគឺអត់អលូនសោះអញ្ចឹងនិយាយពីដើមឆ្នាំមកនិយាយទៅបើកឆាកមកគឺថា file ជាមួយ Lazy brand នេះមក plan ចង់ថាធ្វើឲ្យល្បីឲ្យគេស្គាល់អីចឹងណានេះបង្កើត pick up បើអីចឹងមកប៉ុន្តែអូគឺថាមានរឿងច្រើនហ្នឹងគឺថាធ្វើឲ្យយើងល្បីឲ្យ brand ហ្នឹងល្បីបានហ្មងនេះធ្វើរបៀបសាមផងមើលអ្នកនេះវាចិត្តអត់ត្រូវពណ៌ត្រូវអីវាដូចអត់ចូលគ្នាហ្មងចាប់ពីចុងឆ្នាំ2024ដើមឆ្នាំ2025ហ្នឹងគឺថាខ្ញុំឡើងទៅជួបរោងចក្ររហូតហ្មងអ្នកទាំងគ្នាពេលហ្នឹងអត់សូវបាន focus មួយហាងឯអ្នកគ្នាទៅផ្ដោតលើ Lazy brand ហ្នឹងខ្លាំងហ្មងពេលហ្នឹងបញ្ញាប់ចេញ cushion ដែលបានមុនចូលឆ្នាំខ្មែរអ្នកនេះដោយសារតេស្តមក2ឆ្នាំជាងដែរអ្នកនេះវាយូរដែរហើយក៏សំខាន់គឺ cushion ហ្នឹងគឺល្អខ្លាំងមែនតើដល់ពេលចឹងគឺថាបញ្ញាប់សូត្ររឿង packaging ហ្នឹងគឺថា design អត់ចេញគាត់អត់ចេញ stuck នៅនឹងហ្មងនេះ cushion ហ្នឹងក៏មានវីដេអូដែលខ្ញុំផុសក្នុង TikTok ដែរថាខ្ញុំតេស្ត2ឆ្នាំជាងហើយធៀមចេញដល់ពេលហើយខ្ញុំស្ងាត់ឆឹងដល់អ្នកគ្នានេះគឺខ្ញុំទៅជួបរោងចក្រមួយទៀតគឺរោងចក្រ sunscreen ហ្នឹងសំណាងអ្នកគ្នាចេះធ្វើខ្លួនធ្វើអីតិចតួចខ្មាស់គេមកអ្នកគ្នាសារ expectation របស់ខ្ញុំពេលហ្នឹងខ្ញុំសម័យឃើញថាអូរោងចក្ររបៀបថាទូចល្មមឬក៏ផ្ទះល្វែងអីចឹងណាអ្នកគ្នាទៅដល់គឺថាអូរោងចក្រគឺថាអូយមើលដាច់កតុយភ្នែកធំសាហាវហើយមានច្រើនកន្លែងតែកន្លែង meeting គេណាគឺថាផ្ទះវិឡាមួយប៉ុណ្ណាណីហ្មងនិយាយទៅរោងចក្រនេះគឺថាធំខ្លាំងហើយស្តង់ដារមែនតើពេលហ្នឹងខ្ញុំតេស្តហើយវាល្អវារបៀបជ្រួលជ្រាបបញ្ញាប់ចេញហ្មងណាអ្នកគ្នានេះ sunscreen នេះហើយគឺថាដូចមានអីមកបាំងមុខហ្មងណានេះគឺខ្ញុំឡើងគិតថាអូត្រូវដាក់ប្រអប់ដាក់អីសំខាន់គឺថាចេញលក់សិនគឺបើចាំប្រអប់ចាំអីទៀតត្រូវចាំមួយខែណាគ្នាពេលចឹងក៏ខ្ញុំសម្រេចចិត្តថាឥឡូវដាក់តាតិចមកហើយបិទតាថងមកដោយសារគេយកទៅគេផលតាសាច់ខាងក្នុងឯណានេះខ្ញុំគិតអញ្ចឹងរហូតខ្ញុំអត់គិតរបៀបថា focus តែសបកខាងក្រៅណាខ្ញុំ focus តែខាងក្នុងហ្មងនេះគឺថា standard ហើយសំខាន់បើថា ingredient ខ្ញុំអ្នក formulate មកណាគ្នាគឺខ្ញុំអ្នក adjust រហូតហើយថែមមើល ingredient ឡើងចង់30-40មុខគ្រាន់តែ sunscreen មាន2លេខអ្នកគ្នាសម្រាប់ cool tone ហើយនិង warm tone មាន SPF ការពារកម្ដៅថ្ងៃខ្ពស់ហើយសំខាន់បិទបាំងស្នាមទៀតអូបើថាខ្ញុំអត់ទៅជួបគេទេគឺតែប៉ុណ្្នេះទេអ្នកគ្នាចានេះជីកង់ជីអីដឹកអីវ៉ាន់អីចឹងណាជីវិតគឺជាការតស៊ូប៉ិតមកអ្នកគ្នាចាទៅជីមានកង់ដាច់ច្បាក់ផងអីផងចឹងទៅនិយាយមកយូរអ្នកគ្នានៅចន្លោះធំខែ1ខែ2នេះនិយាយទូណាបើថានិយាយ detail ទៀតប្រហែលជាវែងជាងភាគឥណ្ឌាទៀតនិយាយទៅក្នុងកំឡុងខែ1ខែ2ហ្នឹងក៏កំពុងតែសាងសង់ទូទំពងពេលហ្នឹងស្ទះលុយអ្នកនេះគ្រាន់ថាចេះប្រវត្តិលុយបានតិចតក៏ចេះតែធ្វើទៅបដាដោយសារយើងកក់លុយគេហើយអញ្ចឹងក៏ចេះតែដាប់ធ្វើទៅអូបើមិនទាន់កក់លុយគ្មានជួលទេអ្នកគ្នាអើយនាំទុកដាក់ខ្លួននេះគាត់ទៅថាគ្រប់សពវល់ចូលគ្នាហ្មងអ្នកគ្នាតំតា formula ផលិតផលហើយឥឡូវមកធ្វើសំណងថាទៅចង់ចេះច្រើនមុខណារបៀបកដាក់រស័ព្ទបង្ខំណានេះយកឡត់បើយើងមិនធ្វើអ្នកណាធ្វើអ្នកធ្វើគេ if not me who if not now when ធ្វើសំណងផងលក់ផងថតវីដេអូផងអីផងគ្រប់សកាត់ចូលវគ្គអូវលីដល់ចេញពីផ្ទះទៀតនេះគឺថា move out ទៅនៅ condo នេះណាផ្ទះហ្នឹងផ្ទះដែលខ្ញុំបើក Vivia ដំបូងគឺថាហៅផ្ទះចំពេលល្អហ្មងអ្នកគ្នាចាទៅមកពីការមិត្តភ័ក្តិដល់ពេលអញ្ចឹងគឺថាកញ្ចក់វែងប្រអូនបាក់ធ្វើការសាហាវនេះគឺចូលដល់ខែ3ខ្ញុំប្រកាសបិទ Vivia អ្នកគ្នាឆ្លងថាអូប្រកាសបិទមិនមនុស្សច្រើនពេលហ្នឹងប្រកាស clearance ថាបិទហាងអ្នកគ្នាពេលអញ្ចឹងគឺថាអូម្នាក់គឺថាមកអូនគឺថាផ្ទុះហ្មងអ្នកគ្នាមើលមកវីដេអូកន្លះលានចិត្ត1លាននេះទៅព្រោះថាផុសប្រម៉ូទធម្មតាផុសប្រម៉ូសិនផុសដូចថាអត់ផ្ទុះអត់នេះសោះអ្នកគ្នាដល់ពេលថាបិទហាង Redpink បរាជ័យហ្នឹងគឺថាមាន view ច្រើនប្រហើយមិនចឹងពេលហ្នឹងថាបិទហើយអ្នកគ្នាដោយសារតែមួយថ្ងៃលក់បានប្រហែល20 30 50រៀលអ្នកគ្នាឲ្យខ្ញុំចំណាយមួយថ្ងៃឡើងច្រើនហ្មងអ្នកគ្នាដល់ពេលអញ្ចឹងខ្ញុំមានលុយណាខាតតែដល់ពេលអញ្ចឹងខ្ញុំស្មានថាមានបិទទៅបើបើកទៀតវាមានតែខាតតទៀតពេលស្រាប់តែផុសបិទទៅជាផ្ទុះវិញផ្ទុះទៅមានអ្នកមកទិញរហូតដល់អ្នកគ្នាដល់ពេលអញ្ចឹងក៏មាន cash flow ចូលមកវិញអ្នកគ្នាដល់ពេលចរន្តលុយយើងដើរទៅក៏នៅបន្តទៀតធ្វើទូតពងបន្តទៀតទៅសារទូតពងដូចនិយាយចឹងថាកាត់លុយគេហើយអញ្ចឹងយើងកាន់តែការដូចកាត់នៅច្រើនដល់ពេល cash flow វាហូរចូលមកវិញទៅក៏យើងមានលុយហ្នឹងដើម្បីបវលទៅមកទាំងពីរសាខាហ្នឹងចេះតែតកខ្សែអន្សំអីចឹងណាហើយចឹងទៅក៏បន្តលក់តកមករហូតទៅក៏វាអត់បិទទៅរបៀបអញ្ចឹងពេលធ្វើហាងនៅទូតពងនេះគឺជាពេលដែល stress ហ្មងអ្នកគ្នាស្អីគឺ store លុយរហូតធ្វើអត់ហើយកន្សប់ខ្ញុំគឺអត់ចេញថា plan នឹងកាត់គឺថាដាក់ plain set មាន transition មាន tag មានអីដល់ខ្ចោលថាដាក់ចាប់ពពវយហ្មងតែមិនបានផលអញ្ចឹងទេដល់ឆ្នាំក្រោយក៏អត់បានផលដែរវីដេអូនេះចាអធិស្ឋាននេះគេត្រូវដាក់ plain កំសត់ចូលទូអង្គុយស្ងួតស្ងាត់អីចឹងដល់ពេលហើយក៏ដល់ម៉ោងស្ទះលុយខ្លាំងហើយអញ្ចឹងក៏បើកហាងទាំងមិនតាន់រួចរាល់អីហ្នឹងទៅអ្នកឲ្យឃើញអត់ស្គាល់តែ banner កន្លែងនេះខ្ញុំ plan ដាក់ធំមែនតើហ្មងប៉ុន្តែគឺថាអត់តាន់មានរូបភាពទេមើលស្មើតម្លាក់កណ្ដាលក្រហមហ្នឹងក៏ fail ដែរអ្នកគ្នាតែអត់តាន់ចិត្តថតទេក៏តម្លាក់កណ្ដាលក្រហមហ្នឹងហើយបាត់ទៅពេលអញ្ចឹងមានត្រូវឡើងទៅចងវិញចិត្តថតហើយបានតម្លាក់មកវិញម្ដងទៀតបើថារឿងហងស៊ុយផ្លូវក្នុងរឿងអីហ្នឹងអ្នកគ្នាដែលគាត់ comment ថាអូខ្ញុំរកស៊ីមិនអត់ឃើញអីធ្វើអញ្ចឹងមានអ្នកគ្នាហើយក៏ខ្ញុំមានចំណេះដឹងច្រើនមួយចំនួនដែរអ្នកគ្នាគាត់ថាខ្ញុំអត់និយាយអញ្ចឹងខ្ញុំឈូសទៅអត់និយាយចេះទាយអ្នកគ្នាចេះមើល Zodiac sign ចេះទាយស្លឹកបៀចេះអីតែលំឯងរឿងអញ្ចឹងគឺខ្ញុំដឹងល្មមគួរសមដែរអ្នកគ្នាតែខ្ញុំនិយាយខ្ញុំឈូសទៅអត់និយាយដោយសាររឿងហ្នឹងគឺខ្ញុំអត់ច្បាស់100%វា uncertain វាអត់មាន scientific proof វាអត់មាន reference អញ្ចឹងទៅគឺខ្ញុំអត់ចូលចិត្តនិយាយអីដែលខ្ញុំខ្លួនឯងអត់ច្បាស់បែបខ្មែរបែបចិននេះគឺមានទាំងអស់អ្នកគ្នាប៉ុន្តែគឺអ្នកគ្នានិយាយទៅមានរឿងច្រើនណាអ្នកគ្នាមានកត្តាច្រើនមែនតើដែលធ្វើឲ្យមនុស្សម្នាក់ជោគជ័យវាមិនមែនគ្រាន់តែមានផ្លូវក្នុងឬក៏មានហុងស៊ុយត្រូវឬក៏ឆ្នាំត្រូវឬក៏សែនត្រូវឬក៏មិនមានតែមុខហ្នឹងគឺអត់អាចទេវាមានកត្តាគប់ផ្សំនេះច្រើនណាស់គេអាគុំសមអាយ៉ោនេះអ្នកគ្នាមានយន់មានអុយមើលហុងស៊ុយ
ដោយមានតាំងពីទើសទ្វារទំហំវាស់ខ្នាតវាស់អីទៀតហ្មងអ្នកគ្នានិយាយទៅគឺមានច្រើនខ្ញុំនិយាយចឹងអ្នកគ្នាវាមិនអត់ដឹងថាខុសឬក៏ត្រូវហើយយើងអត់ដឹងថាយើងធ្វើអីបានកម្រិតណាធ្វើអីបានអត់បានអញ្ចឹងណាអ្នកគ្នានិយាយតាំងពីឧបករណ៍ភ្លើងអីនិយាយទៅជីវិតរបស់យើងថា complicated មែនតើអ្នកគ្នាវីដេអូមួយថ្ងៃគឺថាតែដល់ខែ3អ្នកគ្នាអញ្ចឹងគឺត្រូវមានភាគតសារជីវិតខ្ញុំគឺថារៀងមានរឿងច្រើនធ្វើអញខុសគេតិចអ្នកនេះឆ្លៃខុសគេហ្មងអានេះខ្ញុំនិយាយទៅរឿង business មួយហ្នឹងអ្នកគ្នាខ្ញុំអត់និយាយរឿងស្នេហាខ្ញុំអត់និយាយរឿងមិត្តភាពខ្ញុំអត់និយាយរឿងអីផងហ្នឹងវែងប៉ុណ្្នឹងណា